បងមកចំនួនប្រហែលជាគាត់គិតថាដើម្បីរលុយបានណាតើតែគាត់នឹងមានអវ៉ាន់មានស្តុកមានអីចឹងណាប៉ុន្តែថ្ងៃនេះខ្ញុំសូមឲ្យបងទាំងអស់គ្នាគិតថាការដែលគេម្នាក់បកកែលក់គឺគេមិនបាច់ចាំមានអវ៉ាន់ក៏គេអាចលក់បានដែរចាអញ្ចឹងថ្ងៃនេះខ្ញុំសូមណែនាំពីការលក់យើងលក់អនឡាញណាមានន័យថាឧទាហរណ៍តបងទាំងអស់គ្នាមានផលិតផលដូចថាយើងទៅអូស័យយើងទៅអូឡ িম্প ិកហើយយើងឃើញមានអវ៉ាន់ពីច្រើនឧទាហរណ៍ថាយើងឃើញគ្រឿង accessories របស់ទូរស័ព្ទដៃឬក៏យើងឃើញកៅអៅកូនក្មេងអីចឹងដែលយើងគិតថាឃើញស្អាតឬក៏មួយទៀតយើងឃើញថាយើងចង់លក់អវ៉ាន់មកទឹកដូចឧទាហរណ៍ថាគេឡៃឡុងចាគេឡៃឡុងគេបិទហាងភោជនីយដ្ឋានអីចឹងគេឡៃឡុងអញ្ចឹងគឺបងទាំងអស់គ្នាមិនបាច់ចាំទៅកាត់ stock ទិញអីយើងគ្រាន់តែថតអាហ្នឹងឲ្យប៉ុស្តិ៍នៅក្នុង marketplace ចាក្នុង marketplace ខ្ញុំឃើញថាទីផ្សារនៅក្នុងហ្នឹងគឺល្អខ្លាំងមែនតើអញ្ចឹងបងអាចចូលទៅក្នុងយើងប៉ុស្តិ៍ណាថតអាហ្នឹងឲ្យសៀងស្អាតទៅដាក់ពលឺដាក់អីរៀងស្អាតទៅប៉ុស្តិ៍នៅក្នុង marketplace នៅក្នុង Facebook ហើយបន្ទាប់មកគឺដាក់តម្លៃដែលល្អអញ្ចឹងខ្ញុំជឿជាក់ហ្មងព្រោះខ្ញុំធ្លាប់លក់នៅក្នុង marketplace ហ្នឹងដែរគឺខ្ញុំធ្លាប់បិទអាហារដ្ឋានរបស់ខ្ញុំដែរហើយខ្ញុំមានអវ៉ាន់ច្រើនដែលខ្ញុំឡៃឡុងបើខ្ញុំលក់ទៅឲ្យអ្នកគាត់ទិញយកទៅលក់បន្តណាខ្ញុំបានថោកមែនតើប៉ុន្តែនៅពេលដែលយើងលក់នៅក្នុង marketplace យើងលក់ទៅឲ្យអ្នកដែលគាត់ចង់បានអ្នកគេហៅ end user ណាអ្នកប្រើប្រាស់ផ្ទាល់ណាយើងបានតម្លៃរៀងថ្លៃចាយើងបានច្រើនយើងអត់សូវខាតច្រើនណាចាហើយយើងចូលទៅលក់ក្នុងហ្នឹងយើងគ្រាន់តែ post តាក់ទងជាមួយនឹង product ហ្នឹងហើយនឹង specification product ហ្នឹងគេប្រើសម្រាប់អីតម្លៃម៉ាន condition វានៅថ្មីអត់អីចឹងណាហើយយើងដាក់រៀង caption យើងរៀងតាក់ទាញបន្តិចណាអូយបងប្អូននៅគឺខ្ញុំលក់អីក៏បានដែរលក់ក៏ដាច់ទាំងអស់ដាក់លក់ភ្លាមគេឆាតគេ call គេតាក់ទងមកទិញភ្លាមហ្មងអញ្ចឹងបងប្អូនទាំងគ្នាខ្ញុំសូមចែករំលែកជាបទពិសោធន៍ហើយខ្ញុំគិតថាបងប្អូនទាំងគ្នាអាចលក់បានអញ្ចឹងយើងគាត់តែ sourcing របស់ដែលល្អរបស់ដែលមានតម្រូវការនៅក្នុងទីផ្សារយើងអាចយកមក post លក់នៅក្នុង marketplace ឬក៏យើង post នៅក្នុង TikTok យើង live លក់យើងយកលើកអវ៉ាន់មកយើងនិយាយពីគុណប្រយោជន៍និយាយពីផលិតផលហ្នឹងយើង review ពី product អស់ហ្នឹងហើយយើងមិនចាំមាន stock ច្រើននេះជួនកាលយើងមានតែ sample មួយហ្នឹងយកមកនិយាយទៅហើយនឹងបើសិនជាអតិថិជនគាត់ចាប់អារម្មណ៍ចង់ទិញយកទៅលក់ឬក៏គាត់ចង់ទិញយកទៅប្រើប្រាស់សាកឬក៏អីគាត់អាចតាក់ទង inbox មកយើងនឹងផ្ញើវ៉ាន់ហ្នឹងទៅអញ្ចឹងគាត់បង់លុយតាមលក្ខខណ្ឌផ្សេងៗអញ្ចឹងទៅអាហ្នឹងក៏ជាការលក់ online មួយដែលខ្ញុំឃើញថាបច្ចុប្បន្ននេះគឺយើងគេពេញនិយមខ្លាំងមែនតើអញ្ចឹងបងទាំងអស់គ្នាកុំគិតថាតើតែយើងមាន productតើយើងមាននៅផលិតផលបើយើងអាចលក់បានចាសម័យឥឡូវគឺយើងអាចលក់បានច្រើនណាមិនចាំបាច់មានផលិតផលមិនចាំបាច់មានសេវាកម្មហ្នឹងទេគឺយើងអាចលក់បានអ្នកខ្លះវិញគឺគាត់អត់មានក្រុមហ៊ុនទេប៉ុន្តែគាត់ដូចជាលក្ខណៈថាដូច agent អញ្ចឹងណាចាអញ្ចឹងគាត់ធ្វើវីដេអូគាត់និយាយ review និយាយអីហើយអ្នកណាដែលមានចំណាប់អារម្មណ៍ត្រូវការផលិតផលឬក៏សេវាកម្មហ្នឹងអាចតាក់ទងផ្ទាល់ទៅគាត់បានចាអញ្ចឹងគឺមានថាគាត់អត់មាន office គាត់អត់មានអីទេប៉ុន្តែគាត់លក់នៅផលិតផលអស់ហ្នឹងដោយគាត់អត់មាន stock ដោយគាត់អត់មានបើជាក្រុមហ៊ុនអញ្ចឹងគឺខ្ញុំសូមលើកទឹកចិត្តសម្រាប់បងជាពិសេសស្រីៗណាបងស្រីៗដែលនៅផ្ទះដែលគាត់អត់ចង់ទៅធ្វើការនៅក្រៅគាត់ចង់នៅមើលកូននៅផ្ទះហើយមានពេលវេលាថែទាំកូនហើយអាចរកចំណូលជួយជ្រងគ្រួសារផងដែរអញ្ចឹងគឺខ្ញុំសូមណែនាំពីការដែលយើងទិញអីវ៉ាន់យកមកលក់ឬក៏យើងមានអីក៏ដោយបងជំនាញផ្នែកអីគឺបងយកធ្វើវីដេអូបងផ្សព្វផ្សាយពីអ្វីដែលយើងជាជំនាញរបស់យើងចាឬក៏យើងមានបងប្អូនឬក៏យើងឧទាហរណ៍ថាយើងមានបងប្អូនដែលគាត់ចេះដេរគាត់បង្កើតជារោងចក្រឬក៏គាត់មានជាផលិតផលស្រាប់យើងបកកែខាងលក់យើងបកកែខាងវាយទីផ្សារអញ្ចឹងមានថាគាត់ផលិតទៅគឺយើងយកមកលក់យើងអ្នក promote យើងផ្សព្វផ្សាយពីផលិតផលពីការប្រើប្រាស់យើង review ទៅក៏ហ្នឹងក៏យើងអាចរកចំណូលបានដែរពី300ទៅ1000តាមលទ្ធភាពតាមសមត្ថភាពនិងតាមតម្រូវការរបស់ផលិតផលឬក៏សេវាកម្មដែលយើងកំពុងផ្សព្វផ្សាយហ្នឹងអញ្ចឹងសម្រាប់បងស្រីៗដែលគាត់មានបំណងចង់រកស៊ីបន្ថែមលក់អនឡាញនៅផ្ទះឬក៏បង្កើននូវចំណូលបន្ថែមបងសូមជួយចូលទៅ subscribe channel YouTube របស់នាងខ្ញុំផងដែរចាអរគុណច្រើន See you in the next video bye bye